ថ្ងៃនេះខ្ញុំនឹងលើកឡើងអំពីសារៈប្រយោជន៍នៃការធ្វើអេកូសាសផ្នែកសម្ភពឬក៏អេកូសាសផ្ទៃពោះនៅក្នុងត្រីមាសទី1ចំណុចទី1គឺយើងអាចធ្វើការកំណត់អំពីទារកនៅក្នុងស្បូនដែលយើងឲ្យឈ្មោះថាជាកូនក្នុងស្បូនហើយនិងកូនក្រៅស្បូនទាន់ពេលវេលាហើយតើកូនក្រៅស្បូននោះបានធ្វើឲ្យបែកដៃស្បូនហើយហូរឈាមពេញពោះហើយឬនៅដែលយើងឲ្យឈ្មោះថាជា GUI រំពុយដើម្បីអន្តរាគមន៍នៅក្នុងការជួយសង្គ្រោះជីវិតម្ដាយទាន់ពេលវេលាចំណុចមួយទៀតគឺយើងអាចធ្វើការកំណត់អំពីចំនួនរបស់ទារកដែលនៅក្នុងស្បូនទារកតែមួយយើងហៅ Crochet Unique ទារកplus 2ដែលយើងឲ្យឈ្មោះ Crochet Zemalia ហើយនិងទារក3ដែលយើងឲ្យឈ្មោះថាជា Triple មិនតែប៉ុណ្ណោះទេយើងអាចធ្វើការសិក្សាបានអំពីការកន្ត្រាក់នៃចង្វាក់របស់ Embryon ដែលជាមធ្យមការកន្ត្រាក់នៃបេះដូងរបស់ទារកឬ Embryon នេះគឺស្ដែងឡើងនៅក្នុងសប្តាហ៍ទី6យ៉ាងយូរត្រឹមសប្តាហ៍ទី7ដើម្បីធ្វើការវិវត្តនៃជីវិតរបស់ Embryon ចំណុចមួយទៀតយើងអាចធ្វើការកំណត់អំពីថ្ងៃគ្រប់ខែបានជាក់លាក់បំផុតដោយយើងធ្វើការសិក្សាដោយវាស់វែងអំពីប្រវែងក្បាលរហូតដល់ផ្នែកកញ្ជွေគូតដែលប្រវែងនេះគឺយើងឲ្យឈ្មោះបច្ចេកទេសថាជា LCC ផងដែរបាទចំណុចមួយទៀតដ៏សំខាន់គឺយើងអាចធ្វើការសិក្សាបានអំពីភាពខុសប្រក្រតីរបស់ទារកតាំងពីកំណើតសំខាន់ទីមួយយើងអាចធ្វើការសិក្សាអំពីកម្រាស់ឬក៏ទឹកដក់នៅកិច្ចចង្ករបស់ទារកដែលយើងធ្វើការសិក្សានេះគឺនៅក្នុងសប្តាហ៍ទី11ទៅសប្តាហ៍ទី13ទី2យើងអាចធ្វើការសិក្សាអំពីវត្តមានរបស់ឆ្អឹងខ្ទង់ច្រមុះដែលយើងឲ្យឈ្មោះថាជាអូណាសាល់យើងអាចធ្វើការសិក្សាបានអំពីសរសៃឈាមដែលរត់ចេញពីរន្ធផ្ចិតរបស់ទារកឆ្ពោះមកកាន់បែនកាយខាងក្រោមនិងឆ្ពោះទៅកាន់បេះដូងខាងស្ដាំរបស់ទារកនេះដែលយើងឲ្យឈ្មោះថាជា Ductus venosus ឬក៏ភាសាបារាំងយើងឲ្យឈ្មោះថាជា Canal veneux d'Arronges ដែលជាលំហូរឈាមដែលយើងអាចសិក្សាតាម Signal Doppler ផងដែរដែលយើងឲ្យឈ្មោះថាជា Echo pulse ឬ Echocolor ការសិក្សាទាំងអស់នេះយើងអាចធ្វើការវាយតម្លៃអំពីហានិភ័យនៅក្នុងការកើតមានរបស់ទារកនៃជំងឺ Trisomy ដែលយើងតែងនិយាយថាជា Down syndrome ដែលលបសតិឬក៏អបញ្ញាទាំងអស់នេះហើយដែលយើងអាចធ្វើការសិក្សាដឹងមុនអំពីហានិភ័យនៃការកើតមានទៅលើទារកផងដែរបាទយើងអាចធ្វើការសិក្សាបន្ថែមនៅភាពខុសប្រក្រតីដទៃទៀតដូចជាការមានផ្ទៃពោះហើយមានគិសនៅក្នុងដៃស្បូនឆ្វេងឬស្ដាំមានផ្ទៃពោះហើយមានដុំស្បូនដែលជាការសិក្សាអំពីទំហំនៃដុំស្បូនផងដែរយើងក៏អាចធ្វើការសិក្សានៅភាពខុសប្រក្រតីដូចទៀតមួយចំនួនទៀតដូចជាទឹកដក់នៅក្នុងខួរក្បាលដែលយើងឲ្យឈ្មោះថាជា hydrocephaly ការបិទនៃខួរក្បាលឬក៏ឆ្អឹងរលាកក្បាលបិទមិនជិតលៀនប៉ោងដែលយើងឲ្យឈ្មោះថាជា encephalocele ការគ្មានវត្តមាននៃខួរក្បាលឬក៏រលាកក្បាលបិទមិនជិតដែលយើងឲ្យឈ្មោះថាជា anencephaly ការចំហនៃរន្ធផ្ចិតបាទពោះវៀនលៀនចេញក្រៅដែលយើងឲ្យឈ្មោះថាជា gastroschisis ឬ omphalocele ការបិទមិនជិតនៃខួរឆ្អឹងខ្នងដែលយើងឲ្យឈ្មោះថាជា spina bifida ការពិការភាពឬក៏បាត់បង់នៅផ្នែកណាមួយនៃអវយវៈលើឬអវយវៈក្រោមហើយនឹងមួយទៀតដែលយើងឲ្យឈ្មោះថាជាជើងខ្វេទារកមានជើងខ្វេហើយគេឲ្យឈ្មោះថាជា placebo បាទទាំងអស់នេះគឺយើងអាចធ្វើការសិក្សាបន្ថែមនៅចំណុចសំខាន់ដែលនៅក្នុងចន្លោះសប្តាហ៍ទី11ទៅសប្តាហ៍ទី13នៅក្នុងត្រីមាសទី1ផងដែរបាទដូច្នោះហើយម្ដាយដែលមានផ្ទៃពោះអាចធ្វើការណាត់ជួបជាមួយនឹងគ្រូពេទ្យជំនាញដើម្បីស្វែងរកនៅហានិភ័យដទៃទៀតដែលអាចកើតមានទៅលើទារកនៅក្នុងត្រីមាសទី1ផងដែរបាទសូមអរគុណសូមគោរពលាបាទយើងក៏អាចធ្វើការសិក្សាអំពីជំងឺរបស់សណ្តាប់ដែរដូចជាដុំសាច់ដូចជាដុំគិស